បកនយោបាយគឺជាសសរស្តម្ភមួយនៃអភិបាលកិច្ចល្អនីតិរដ្ឋនិងការគោរពសិទ្ធិមនុស្សអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយលោក Wilhelm Hoffmeister និងលោក Carsten Grabo អះអាងថាបើគ្មានគណៈបកនយោបាយទេប្រជាធិបតេយ្យបែបតំណាងទំនើបក៏មិនអាចកើតឡើងបានដែរក៏ប៉ុន្តែអ្វីដែលគួរឲ្យលើកយកមកជជែកវែងញែកនោះគឺតួនាទីរបស់គណៈបកប្រឆាំងក្នុងការពង្រីកលំហសម្រាប់នីតិរដ្ឋការគោរពសិទ្ធិមនុស្សនិងអភិបាលកិច្ចល្អក្នុងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជារដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ1993មាត្រា1និងមាត្រា51បានចែងថាប្រទេសកម្ពុជាអនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបកនៅក្នុងរបបប្រជាធិបតេយ្យសេរីពហុបកបែបសភានិយមដោយកម្ពុជាគណៈបកប្រឆាំងគឺសំដៅលើគណៈបកឬសម្ព័ន្ធគណៈបកដែលមិនមែនជាគណៈបកកណ្ដាលអំណាចដឹកនាំរដ្ឋាភិបាលហើយមានចំនួនសមាជិកសភាតំណាងរាស្ត្រច្រើនជាងគេបន្ទាប់ពីគណៈបកកណ្ដាលអំណាចគណៈបកប្រឆាំងគឺជាធាតុផ្សំដ៏សំខាន់នៅក្នុងរចនាសម្ព័ន្ធនៃសភាហើយត្រូវបានគេចាត់ទុកជាធាតុដ៏មានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ការធានាការងារត្រឹមត្រូវនៃរដ្ឋាភិបាលប្រជាធិបតេយ្យនិងដំណើរការរបស់រដ្ឋសភានៅក្នុងប្រព័ន្ធសភានិយមនៅក្នុងប្រទេសដែលអនុវត្តប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបកបែបសភានិយមដូចជាប្រទេសអូស្ត្រាលីអង់គ្លេសនិងកាណាដាជាដើមគណៈបកប្រឆាំងមានតួនាទីចម្បងក្នុងការត្រួតពិនិត្យនិងរិះគន់បែបស្ថាបនាសកម្មភាពរបស់រដ្ឋាភិបាលជាទូទៅគេមើលឃើញថាគណៈបកប្រឆាំងដើរតួនាទីកាន់តែសំខាន់ក្នុងការដាក់ចេញកម្មវិធីនយោបាយឬរបៀបវិរៈគោលនយោបាយដែលទាក់ទាញអប់រំប្រជាពលរដ្ឋនិងលើកឡើងពីការប្រយុទ្ធប្រឆាំងអំពើពុករលួយដោយចងសម្ព័ន្ធភាពជាមួយប្រព័ន្ធផ្សព្វផ្សាយជាអំភ្លីសម្រាប់ប្រគល់ប្រជែងជាមួយបកកណ្ដាលអំណាចដើម្បីទទួលបាននិត្យានុកូលភាពនយោបាយអំណាចរដ្ឋក៏ប៉ុន្តែពួកគេនៅតែបន្តប្រឈមនឹងបញ្ហាដែល